ប៉ាឡៅគឺជាប្រទេសប្រជុំកោះដ៏បរិសុទ្ធមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនៅក្នុងអនុតំបន់មីក្រូនេស៊ីនៃអូសេអានីប្រជាជនលើកោះត្រូវបានគេស្គាល់ថាជាអ្នកអភិរក្សសមុទ្រដែលមានស្មារតីស្រឡាញ់បរិស្ថានមានវប្បធម៌ប្រពៃណីដ៏ជ្រាលជ្រៅហើយក៏មានប្រវត្តិសាស្ត្រដ៏សម្បូរបែបប្រទេសនេះមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប៉ាឡៅប្រជុំកោះនេះមានកោះប្រហែលជា340ដែលជាកោះភ្នំភ្លើងនិងកោះថ្មកំបោរមានផ្ទៃដីសរុប466គីឡូម៉ែត្រការ៉េធ្វើឲ្យវាក្លាយជាប្រទេសតូចជាងគេបំផុតទី16នៅក្នុងពិភពលោកដោយដែនកោះលាតសន្ធឹងរាយប៉ាយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកធ្វើឲ្យប៉ាឡៅមានតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខ EEZ ដ៏ធំមួយដែលគ្របដណ្ដប់លើផ្ទៃដីជាង600,000គីឡូម៉ែត្រការ៉េគិតត្រឹមឆ្នាំ2026ប៉ាឡៅមានប្រជាជនប្រហែល17,000 នាក់ហើយចំនួនប្រជាជនកំពុងជួបប្រទះការធ្លាក់ចុះបន្តិចបន្តួចដោយមានអត្រាកំណើនប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថាមានប្រហែល 0.28% ទៅ 0.30%កោះដែលមានប្រជាជនរស់នៅច្រើនជាងគេគឺកោះកូរ៉ឺដែលមានទីក្រុងកូរ៉ឺគឺជាទីក្រុងធំជាងគេបំផុតប្រចាំប្រទេសទីក្រុងងើរូម៉ូតគឺជារដ្ឋធានីវាគឺជារដ្ឋធានីថ្មីដែលបានជំនួសទីក្រុងកូរ៉ឺជារដ្ឋធានីចាស់នៅក្នុងខែតុលាឆ្នាំ2006រដ្ឋធានីនេះមានទីតាំងនៅក្នុងរដ្ឋមេលេកេកនៅលើកោះបាបេដោបដែលជាកោះធំជាងគេបំផុតរបស់ប្រទេសមានទីតាំងស្ថិតនៅចម្ងាយប្រហែលជា20គីឡូម៉ែត្រភាគឦសាននៃទីក្រុងកូរ៉ឺនិង2គីឡូម៉ែត្រភាគពាយយប់នៃទីក្រុងមេលេកេករដ្ឋធានីងើរ៉ូម៉ូតគ្មានប្រជាជនរស់នៅជាអចិន្ត្រៃយ៍នោះឡើយដូច្នេះធ្វើឲ្យវាក្លាយជារដ្ឋធានីដែលមានប្រជាជនតិចជាងគេបំផុតមួយនៅក្នុងពិភពលោកក្នុងនាមជាប្រទេសអធិបតេយ្យមួយប៉ាឡៅមានព្រំដែនសមុទ្ររួមគ្នាជាមួយនឹងដែនទឹកអន្តរជាតិនៅភាគខាងជើងរដ្ឋសហព័ន្ធមីក្រូនេស៊ីនៅភាគខាងកើតឥណ្ឌូនេស៊ីនៅភាគខាងត្បូងនិងហ្វីលីពីននៅភាគពាយយប់ភាសាផ្លូវការរបស់ប៉ាឡៅគឺភាសាប៉ាឡៅនិងភាសាអង់គ្លេសភាសាជនជាតិដើមភាគតិចសុនសូរ៉ូឡេសនិងភាសាតូប៊ីយ៉ានត្រូវបានទទួលស្គាល់ជាភាសាជាតិភាសាអង់គ្លេសគឺជាភាសាមុខវិជ្ជាស្នូលនៅក្នុងប្រព័ន្ធអប់រំប៉ាឡៅដោយប្រជាជនភាគច្រើនប្រើប្រាស់វាជាភាសាទី2គ្រាមភាសានៅក្នុងស្រុកដែលទទួលឥទ្ធិពលពីភាសាអង់គ្លេសហ្វីលីពីនក៏កំពុងអភិវឌ្ឍផងដែរភាសាជប៉ុនក៏ត្រូវបានទទួលស្គាល់នៅក្នុងកម្រិតរដ្ឋប្រជាជនជិត 80% គឺជាអ្នកគ្រប់សាសនាគ្រិស្តប្រទេសប៉ាឡៅមានអាកាសធាតុព្រៃត្រូពិកដែលមានសីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំ28អង្សាសេទឹកភ្លៀងមានកម្រិតច្រើនពេញមួយឆ្នាំជាមធ្យម 3800 មីលីម៉ែត្រសំណើមជាមធ្យមគឺ 82% ហើយទោះបីជាភ្លៀងធ្លាក់ញឹកញាប់ជាងគេរវាងខែមិថុនានិងខែតុលាក៏ដោយក៏នៅតែមានពន្លឺថ្ងៃច្រើនប្រទេសប៉ាឡៅមានប្រវត្តិអភិរក្សបរិស្ថានយ៉ាងរឹងមាំឧទាហរណ៍កោះងើរូគីរីតនិងតំបន់ជុំវិញត្រូវបានការពារក្រោមតំបន់អភិរក្សសត្វព្រៃកោះងើរូគីវីតដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1956ខណៈដែលប្រទេសប៉ាឡៅភាគច្រើននៅតែគ្មានការរីករាលបរិស្ថាននេះគឺជាមោទនភាពមួយរបស់ប្រជាជនប៉ាឡៅទោះយ៉ាងណាក៏ដោយក៏មានតំបន់ដែលគួរឲ្យព្រួយបារម្ភរួមមានការនេសាទឌីណាមីតខុសច្បាប់កន្លែងចោលកាកសំណល់រឹងមិនគ្រប់គ្រាន់នៅកូរ៉ឺការបូមខ្សាច់និងហន្តរាយផ្កាថ្មយ៉ាងទូលំទូលាយនៅក្នុងបឹងប៉ាឡៅដោយរដ្ឋកោះប៉ាស៊ីហ្វិកដទៃទៀតដែរការកើនឡើងនៃកម្រិតទឹកសមុទ្របង្ហាញពីការគំរាមកំហែងបរិស្ថានយ៉ាងខ្លាំងការជន់លិចតំបន់ទំនាបគំរាមកំហែងដល់រុក្ខជាតិឆ្នេរសមុទ្រកសិកម្មនិងការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់រួចទៅហើយប្រព្រឹត្តកម្មទឹកសំណល់គឺជាបញ្ហាមួយរួមជាមួយនឹងការដោះស្រាយកាកសំណល់ពុល 2G និងថ្នាំសម្លាប់សត្វល្អិតប្រទេសប៉ាឡៅមានតំបន់អេកូឡូស៊ីព្រៃឈើត្រូពិកសើមដែលត្រូវបានការពារទោះបីជាយ៉ាងណាប្រទេសនេះងាយរងគ្រោះនឹងការរញ្ជួយដីសកម្មភាពភ្នំភ្លើងនិងព្យុះត្រូពិកនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2009ប្រទេសប៉ាឡៅបានប្រកាសថាខ្លួននឹងបង្កើតតំបន់អភិរក្សត្រីឆ្លាមដំបូងគេបង្អស់នៅក្នុងពិភពលោកប្រទេសនេះក៏បានហាមឃាត់ការនេសាទត្រីឆ្លាមពាណិជ្ជកម្មទាំងអស់នៅក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនហើយប៉ាឡៅបានស្នើឲ្យមានការហាមឃាត់ការនេសាទត្រីឆ្លាមនៅទូទាំងពិភពលោកនៅក្នុងឆ្នាំ2012ប្រទេសប៉ាឡៅបានទទួលពានរង្វាន់គោលនយោបាយអនាគតពីក្រុមប្រឹក្សាអនាគតពិភពលោកពីព្រោះតែប្រទេសប៉ាឡៅគឺជាប្រទេសឈានមុខគេនៅក្នុងពិភពលោកយើងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រទឹកដីនៃប្រទេសប៉ាឡៅត្រូវបានតាំងទីលំនៅដំបូងប្រហែលជាឆ្នាំ1000 មុនគ្រិស្តសករាជដោយជនអន្តោប្រវេសន៍មកពីតំបន់កោះអាស៊ីអាគ្នេយ៍កោះប៉ាឡៅត្រូវបានគូសជាលើកដំបូងនៅលើផែនទីអឺរ៉ុបដោយអ្នកផ្សព្វផ្សាយសាសនាគឺលោកប៉ូលក្លែនដោយផ្អែកលើការពិពណ៌នាដែលផ្ដោតដោយក្រុមជនជាតិប៉ាឡៅដែលពួកគេបានលិចកប៉ាល់នៅលើឆ្នេរសមុទ្រហ្វីលីពីននៅលើកោះសាម៉ាកោះប៉ាឡៅត្រូវបានបង្កើតឡើងជាផ្នែកមួយរបស់អេស្ប៉ាញនៅក្នុងឆ្នាំ1885បន្ទាប់ពីការបរាជ័យរបស់អេស្ប៉ាញនៅក្នុងសង្គ្រាមអេស្ប៉ាញអាមេរិកឆ្នាំ1898កោះទាំងនេះត្រូវបានលក់ទៅឲ្យអាល្លឺម៉ង់នៅក្នុងឆ្នាំ1899ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាអាល្លឺម៉ង់អេស្ប៉ាញជាកន្លែងដែលពួកគេត្រូវបានគ្រប់គ្រងជាផ្នែកមួយនៃគីណេថ្មីរបស់អាល្លឺម៉ង់បន្ទាប់ពីសង្គ្រាមលោកលើកទី1ប្រជុំកោះប៉ាឡៅត្រូវបានបង្កើតឡើងជាផ្នែកមួយនៃសមុទ្រខាងត្បូងដែលគ្រប់គ្រងដោយជប៉ុនដែលផ្ដល់ឲ្យដោយសម្ព័ន្ធប្រជាជាតិនេះគឺជាការគ្រប់គ្រងអតីតទឹកដីអាល្លឺម៉ង់នៅមីក្រូនេស៊ី
ដែលរួមមានទាំងប្រជុំកោះ Mariana, Caroline និង Marshall ប្រទេសជប៉ុនបានអភិវឌ្ឍកោះទាំងនេះខាងផ្នែកសេដ្ឋកិច្ចដោយផ្ដោតលើស្ករនិងផូស្ហ្វាតខណៈដែលកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធកងទ័ពជើងទឹកសំខាន់ៗហើយនៅទីបំផុតជប៉ុនបានប្រើប្រាស់កោះទាំងនេះជាទីតាំងសម្រាប់ប្រយុទ្ធនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2ក្នុងអំឡុងសង្គ្រាមលោកលើកទី2ការប៉ះទង្គិចគ្នារួមទាំងសមរភូមិប៉េលេឡយដ៏សំខាន់ត្រូវបានប្រយុទ្ធរវាងកងទ័ពអាមេរិកនិងកងទ័ពជប៉ុនដែលជាផ្នែកមួយនៃយុទ្ធនាការកោះ Mariana និងកោះ Palau បន្ទាប់ពីជប៉ុនចុះចាញ់សង្គ្រាមប្រជុំកោះ Palau រួមជាមួយនឹងកោះ Pacific ដទៃទៀតត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1947បន្ទាប់ពីបានបោះឆ្នោតនៅក្នុងប្រជាមតិប្រឆាំងនឹងការចូលរួមជាមួយនឹងរដ្ឋសហព័ន្ធមីក្រូនេស៊ីនៅក្នុងឆ្នាំ1978កោះទាំងនេះបានទទួលអធិបតេយ្យភាពពេញលេញនៅក្នុងឆ្នាំ1994ក្រោមកតិកាសញ្ញាសមាគមសេរីជាមួយសហរដ្ឋអាមេរិកប៉ាឡាវគឺជាសាធារណរដ្ឋប្រជាធិបតេយ្យមួយប្រធានាធិបតីនៃប្រទេសប៉ាឡាវគឺជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាលអំណាចនីតិប្រតិបត្តិត្រូវបានអនុវត្តដោយរដ្ឋាភិបាលខណៈដែលអំណាចនីតិបញ្ញត្តិត្រូវបានប្រគល់ឲ្យទាំងរដ្ឋាភិបាលនិងសភាប៉ាឡាវប្រព័ន្ធតុលាការគឺឯករាជ្យពីអំណាចនីតិប្រតិបត្តិនិងសភានីតិបញ្ញត្តិប៉ាឡាវបានអនុម័តរដ្ឋធម្មនុញ្ញមួយនៅក្នុងឆ្នាំ1981កតិកាសញ្ញានៃសមាគមសេរីរវាងអាមេរិកនិងប៉ាឡាវកំណត់ពីសមាគមសេរីនិងស្ម័គ្រចិត្តរបស់រដ្ឋាភិបាលរបស់ពួកគេវាផ្ដោតជាចម្បងលើបញ្ហារដ្ឋាភិបាលសេដ្ឋកិច្ចសន្តិសុខនិងទំនាក់ទំនងការពារជាតិប៉ាឡាវមិនមានយោធាឯករាជ្យទេដោយពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការការពារប្រទេសក្រោមកតិកាសញ្ញានេះយោធាអាមេរិកត្រូវបានផ្ដល់សិទ្ធិចូលទៅកាន់កោះប៉ាឡាវរយៈពេល50ឆ្នាំតួនាទីរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកគឺតិចតួចបំផុតដែលមានកំណត់ចំពោះនាវិកកងទ័ពជើងទឹកមួយចំនួនតូចតែប៉ុណ្ណោះជាពិសេសវិស្វករសំណង់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកល្បាតនៅក្នុងដែនទឹកជាតិរដ្ឋាភិបាលប៉ាឡាវបានយល់ព្រមឲ្យសហរដ្ឋអាមេរិកសាងសង់ប្រព័ន្ធរ៉ាដាចល័តលើលំហអាកាសដ៏មានអានុភាពមួយលើដែនដីរបស់ខ្លួនជាពិសេសនៅលើកោះអង្ហ្គើដើម្បីបង្កើនការយល់ដឹងអំពីដែនអាកាសនិងដែនសមុទ្រនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចគម្រោងតម្លៃ$118លាននេះត្រូវបានរចនាឡើងដើម្បីរកឃើញការគំរាមកំហែងរយៈចម្ងាយឆ្ងាយរួមទាំងមីស៊ីលនិងយន្តហោះហើយត្រូវបានគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ2026សេដ្ឋកិច្ចរបស់ប៉ាឡាវគឺផ្អែកលើវិស័យទេសចរណ៍កសិកម្មចិញ្ចឹមជីវិតនិងការនេសាទដោយមានផ្នែកសំខាន់នៃផលិតផលជាតិសរុប GNP ដែលទទួលបានពីជំនួយបរទេសប្រទេសនេះប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណផ្លូវការវប្បធម៌ប្រជាជនលាយបញ្ចូលគ្នារវាងមីក្រូនេស៊ីមេឡានេស៊ីអាស៊ីនិងលោកខាងលិចជនជាតិប៉ាឡាវភាគច្រើនមានអង្គកំណត់មីក្រូនេស៊ីមេឡានេស៊ីនិងអូស្ត្រូនេស៊ីចម្រុះសមមាត្រតូចជាងនៃប្រជាជនមានអង្គកំណត់ជប៉ុនសកម្មភាពទេសចរផ្ដោតលើការមុជទឹកនិងការមុជទឹកមើលផ្កាថ្មនៅក្នុងបរិស្ថានសមុទ្រដ៏សម្បូរបែបរួមទាំងថ្មប្រប្រាស់ទឹកនិងកប៉ាល់លិចនៅក្នុងសមុទ្រនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2នៅខែមេសាឆ្នាំ2022ប៉ាឡាវបានបើកដំណើរការអូឡាវប៉ាឡាវដែលជាកម្មវិធីទេសចរដ៏មានទំនួលខុសត្រូវដែលមានគោលបំណងថែរក្សាបរិស្ថានធម្មជាតិនិងវប្បធម៌ប្រពៃណីរបស់ប៉ាឡាវទស្សនវិស័យរយៈពេលវែងសម្រាប់វិស័យទេសចរសំខាន់ៗត្រូវបានជំរុញយ៉ាងខ្លាំងដោយការពង្រីកការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់ Pacific Rim ការរីកចម្រើនកាន់តែខ្លាំងឡើងនៃបណ្ដាប្រទេសឈានមុខគេនៅអាស៊ីបូព៌ានិងឆន្ទៈរបស់ជនបរទេសក្នុងការផ្ដល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកន្លែងទាក់ទាញភ្ញៀវទេសចរសំខាន់ៗនៅប៉ាឡាវរួមមាន Rock Island, Southern Lagoon ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងតំបន់ UNESCO បណ្ដោះអាសន្នចំនួន4ទៀតដែលសុទ្ធតែជាកន្លែងគួរឲ្យចាប់អារម្មណ៍និងអស្ចារ្យបំផុតរបស់ប៉ាឡាវ